ចាជំរាបសួរបងប្អូនទាំងគ្នាជួបជាមួយនឹងគ្រូម្ដងទៀតនៅក្នុងថ្នាក់ភាសាអង់គ្លេសកម្រិត4ចលនានេះផងដែរលោកគ្រូមានមេរៀនមួយដែលដកស្រង់ចេញពី Unit 9 Relationship Lesson D Getting Advice ការទទួលនៅដំបូន្មានចាអញ្ចឹងតើតើជាមួយនឹងមេរៀនរបស់យើងគឺដល់ទៅលើ reading អញ្ចឹងយើងមើលទៅចំណុចបន្តប៉ុន្តែមុនធ្វើទៅដល់ការដែលយើងអានបទអ្នកគ្រូមានជាពាក្យវិបាកចំនួន3ចាអរគុណអ្នកគ្នាបានអានហើយយល់ពីអត្ថន័យរបស់វាសិនហើយពាក្យទី1គឺ try someone crazyពាក្យទី2 leave someone alone ទី3 want attention ចឹងគេដឹងថាតើពាក្យទាំង3នេះមានអត្ថន័យបែបណាយើងអានអត្ថន័យភាសាអង់គ្លេសរបស់គ្នាចឹង try someone crazy to really annoy someone មានថាដៃរំខានណាម្នាក់ខ្លាំងមែនទេហ្នឹងគេហៅថា try someone crazy ចាចូលទៅដល់ពាក្យទី2 leave someone alone ចាដែលមានន័យថា to pay no attention to someone មានថាដែលទុកនរណាម្នាក់ចោលតែអត់មានចិត្តដាក់អត់ខ្លាចផ្ដាល់ជាមួយដែរពាក្យចុងក្រោយ want attention to want someone to pay attention to you want attention មានថាចង់ឲ្យគេចាប់អារម្មណ៍ចង់ឲ្យគេផ្ដោតវាទឹកដាក់លើយើងចា៎មួយគឺ leave someone alone មានថាដូចអត្ថន័យផ្ទុយគ្នាចាមួយទុកគេចិត្តទុកអ្នកផ្ទៃទុកចោលចា qualify តែមួយទៀតចង់បានការ qualify ចាជឿសូមអានពាក្យទាំង3នេះឡើងវិញមួយ try someone crazy leave someone alone want attention ចាអរគុណច្រើនអ្នកគូមានពាក្យវិបាកតែ3ទេសម្រាប់អត្ថបទរបស់យើងមុនពេលយើងចូលដល់ការអានអញ្ចឹងអ្នកគូនឹងចូលទៅដល់អត្ថបទរបស់យើងតែម្ដងណាតែមុននឹងចូលទៅដល់អ្នកគូសូមអ្នកគូមានសំណួរមួយចំនួនចង់សួរឲ្យបងប្អូនគិតទាំងអស់គ្នាសិនចាអញ្ចឹងសំណួររបស់អ្នកគូសួរថា Do you ever listen to talk shows on the radio or watch them on TV តាអញ្ចឹងទាំងអស់គ្នាតើទាំងអស់គ្នាធ្លាប់បានស្ដាប់ការធ្វើបទសម្ភាសន៍ណាមួយនៅក្នុងនៅតាម show ឬក៏នៅលើចាក់ទូរទស្សន៍អត់ចាអញ្ចឹងសំណួរត What kind of problems do they usually discuss អញ្ចឹងបងដឹងអត់ថាតើប្រភេទទីបញ្ហាអីខ្លះដែលអ្នកដែលគាត់ចូលក្នុងកម្មវិធី talk show នោះគាត់តែងតែនិយាយពីបញ្ហារបស់គាត់ទៅសំណួរមួយទៀត Do people give good advice on the show ចាអញ្ចឹងនៅក្នុងដែរតើថាមានថាពេលដែលយើងនិយាយពីបញ្ហារបស់យើងនៅក្នុងកម្មវិធីរបស់ talk show ហ្នឹងណាតើពេលយើងនិយាយហើយតើអ្នកដទៃទៀតហ្នឹងគេឲ្យយោបល់មកយើងជាយោបល់ល្អឬក៏របបវាល្អឬក៏យ៉ាងណាអញ្ចឹងយើងទៅមើល reading របស់យើងទាំងអស់គ្នាចាអញ្ចឹង reading របស់យើងនិយាយពី Eddie's advice ចាអញ្ចឹងការផ្ដល់ដំបូន្មានរបស់ Eddie ចាអញ្ចឹងគេដឹងថាតើអត្ថបទរបស់យើងនិយាយពីបញ្ហារបស់នរណាគេខ្លះហើយសូមយើងស្ដាប់ការអានទាំងអស់គ្នាចាតបមកអ្នកគូនឹងយល់នឹងបកប្រែគុណទាំងអស់គ្នាបានស្ដាប់ទាំងអស់គ្នាចាតអញ្ចឹងយើងស្ដាប់សិនGetting advice. Page 90. Exercise 1. Reading. Addie's advice. 1. I have a big problem. It's my best friend. She doesn't really have any time for me these days. I call her, and she can't talk. I text her, and she doesn't answer right away. I think it's because of her cat, Peaches. She got this little cat for her 30th birthday, and now she takes it everywhere. She even dresses it in little sweaters and hats. I don't know what to do. Is it possible to be jealous of a cat? ចាអញ្ចឹងអត្ថបទទី1តើអ្នកនិយាយគាត់ឈ្មោះអីចាគាត់ឈ្មោះ TJ ចាគាត់និយាយពីបញ្ហារបស់គាត់ទៅលើគេចាទៅលើចាអញ្ចឹងសូមកូនអ្នកគ្នាស្ដាប់នៅគូយល់អ្នកគ្នាណាអញ្ចឹងគាត់បានប្រាប់ថាគាត់មានបញ្ហាមួយជាមួយនឹងមិត្តភក្តិជិតស្និទ្ធរបស់គាត់ដែលនាងគឺចា She doesn't really have any time for me these days ចាអញ្ចឹងរយៈពេលមួយថ្ងៃហ្នឹងគឺមិត្តភក្តិរបស់គាត់អត់សូវមានពេលវេលាស្នាក់គាត់ទេគាត់បានគាត់ខលទៅនាងតែនាងអត់ទទួលគាត់បានឆាតឬក៏ផ្ញើសារទៅនាងតែនាងអត់ឆ្លើយតបវិញទាន់ភ្លាមទេហើយក៏គាត់ថាដោយសារតែមិត្តភក្តិរបស់គាត់ហ្នឹងមានឆ្មាមួយដែលឈ្មោះថា Peachy ចាដែលគាត់ទទួលបាននៅក្នុងថ្ងៃគណៈគម្រប់30ឆ្នាំរបស់គាត់ចាហើយឥឡូវនេះគឺគាត់ចាប់បានយកឆ្មាហ្នឹងទៅគ្រប់ទីកន្លែងចាសូម្បីតែទៅណាទៅណីគឺគាត់តែងស្លៀកពាក់ឲ្យឆ្មាហ្នឹងចាហើយគាត់គិតថាគាត់គួរទៅធ្វើម៉េចទៀតទៅហើយតើវាអាចទៅរួចអត់បើសិនជាគាត់មានអារម្មណ៍ថាគាត់ពិតជាចំណែកមួយសត្វឆ្មាហ្នឹងដែរមិត្តភក្តិរបស់គាត់បែរជាយកចិត្តទុកដាក់ជាមួយឆ្មាប៉ុន្តែទុកគាត់ចោលគាត់អត់ដូចពីមុនណាចាអញ្ចឹងតើបញ្ហារបស់គាត់ជាអីហើយយើងសាកគិតមើលតើយើងគួរឲ្យដំបូងមានបែបណាគាត់ចាចូលទៅដល់លេខ2ដែលយើងនឹងស្ដាប់ជាមួយគ្នា TJ. ចា TJ 2. There's this new person at work. She works next to me and we get along,
but she's always asking me to do things for her. For example, she asks me to get her coffee when I get some for myself. Or she drops by and asks me to copy things for her when she's busy. She's not my boss. Should I just refuse to do things for her? I want to be nice, but I have to do my own work. Can you help me, please? Marcy. 3. ចាអញ្ចឹងចំណុចទី2គឺនិយាយពី Mercy ក៏បានបង្ហាញពីបញ្ហារបស់គាត់ដើរគាត់ហ្នឹងចានៅកន្លែងធ្វើការរបស់គាត់មានមនុស្សម្នាក់គាត់ទៅចូលធ្វើការថ្មីហើយគាត់អង្គុយក្បែរនាងចាគាត់ទាំងពីរនាក់គឺគាត់ជាចុះសម្រងគ្នាមែនទែនប៉ុន្តែបុគ្គលិកថ្មីដែលគាត់ចូលមកធ្វើការជាមួយគាត់ហ្នឹងគឺតែងតែគាត់ធ្វើអីមួយដូចជាពេលដែលគាត់ចេញទៅក្រៅទិញអ្វីញ៉ាំអញ្ចឹងគាត់ត្រូវគាត់ផ្ដាំឬក៏គាត់ពឹងឲ្យទិញកាហ្វេឲ្យគាត់ចាឲ្យនាងចាឬក៏ពេលដែលចង់គូពីកណ្ដាលហ្នឹងគឺឲ្យ Mercy ហ្នឹងគាត់គូពីឲ្យគាត់ធ្វើឲ្យអញ្ចឹងណារហូតដល់ពេលមួយគាត់មានអារម្មណ៍ថាម្នាក់ហ្នឹងគឺមិនមែនជាចង្វាយរបស់គាត់ទេប៉ុន្តែហេតុអីបានជាគេថាឲ្យគាត់ធ្វើការងារជំនួសគាត់សពបែបយ៉ាងអញ្ចឹងណាអញ្ចឹងគាត់គិតថាតើគាត់គួរតែបដិសេធទៅការងារអត់ប៉ុន្តែគាត់និយាយថាគាត់ I want to be nice មានថាគាត់ចង់ខ្លាចជាមនុស្សម្នាក់ដែលល្អមានថាយកចិត្តទៅដាក់ចំពោះនៅជុំវិញអញ្ចឹងណាប៉ុន្តែគាត់ក៏ត្រូវធ្វើការងារចូលខ្លួនរបស់គាត់ដែរចឹងសួរថាតើយើងមានអីអាចជួយគាត់ឬក៏យើងមានដំបូងមានអីអាចជួយទៅកាន់ Mercy ចឹងនេះគឺជាបញ្ហារបស់ Mercy ចាហើយជួយទៅដល់លេខ3 My little brother is driving me crazy. I'm 15 and he's 10. He has his own friends, but he won't leave me and my friends alone. They come over a lot to study or just watch TV. He bothers me and sometimes tells my friends things that are personal about me. Maybe he just wants attention, but it's very annoying. He should just grow up. Anyway, I told my mom and dad, but they say I need to solve the problem. Kathy. ចាអញ្ចឹងចូលទៅដល់លេខ3គឺនិយាយពីបញ្ហារបស់ Kathy ម្ដងហើយបញ្ហារបស់គាត់គឺទៅលើបងប្អូនប្រុសតូចរបស់គាត់ដែលគាត់មានអាយុ15ឆ្នាំហើយបងរបស់គាត់មានអាយុទៅ10ឆ្នាំទេប៉ុន្តែគាត់ជាម្នាក់ដែលតែងតែរំខានគាត់ខ្លាំងមែនទេពេលខ្លះរំខានខ្លាំងរហូតដល់ធ្វើគាត់ឡើង want to be crazy ចាអញ្ចឹងតើតើជាមួយនឹងបញ្ហាដែលគាត់រំខានហ្នឹងគឺថាគាត់តែទៅលេងទៅមើលទូរទស្សន៍អីនៅបែកគាត់និយាយច្រើនអញ្ចឹងណាហើយពេលខ្លះទៀតហ្នឹងគាត់តែងតែយករឿងតបរបស់គាត់ហ្នឹងទៅនិយាយមួយមិត្តភក្តិគាត់ទៀតពេលដែលគាត់រងមិត្តភក្តិគាត់មកលេងក្នុងផ្ទះហ្នឹងណាអញ្ចឹងវាធ្វើឲ្យគាត់ប៉ះពាល់ទាំងអារម្មណ៍របស់គាត់ហើយនឹងអ្វីដែលគាត់អត់ចង់ឲ្យនិយាយញ៉ៃអញ្ចឹងណាអញ្ចឹងបញ្ហារបស់គាត់ហ្នឹងគាត់បាននិយាយទៅប្រាប់ម៉ាក់ប៉ារបស់គាត់ដែរតែម៉ាក់ប៉ាគាត់ប្រាប់ត្រឡប់គាត់ពីនេះដល់ធ្វើដល់ស្រាយបញ្ហាហ្នឹងដោយខ្លួនឯងតែសាកគាត់មើលតើយើងពេលដែលស្ដាប់ឮបញ្ហារបស់គាត់ហ្នឹងហើយតើយើងមានជាមតិយោបល់អីខ្លះដល់ទៅវិធីដើម្បីឲ្យគាត់ដោះស្រាយជាមួយបងប្អូនរបស់គាត់ដែលតែងតែរំខានគាត់ចាជារៀងរាល់ថ្ងៃចាអញ្ចឹងនេះគឺជាបញ្ហារបស់ Kathy ឥឡូវយើងទៅដល់ចំណុចទី4ណាចុងក្រោយ 4. I'm a neat person, and I used to live alone. I got a roommate a few months ago to help with the rent. The problem is, my roommate is not like me at all. He never does any chores around the house. He just sits around playing video games and watching TV. The apartment is always a mess, and I'm the one who has to clean it up. I can't count on him for anything. Should I just clean the apartment myself? This is a big problem for me. Daniel. ចាទី4គឺនិយាយពីបញ្ហារបស់ដានីយ៉ែលគាត់ប្រាប់ថាគាត់គឺជាមនុស្សម្នាក់ដែលស្អាតដែលមានសណ្ដាប់ធ្នាប់ហើយគាត់ពីមុនមកគាត់ធ្លាប់រស់នៅម្នាក់ឯងតែឥឡូវហ្នឹងគាត់មានមិត្តរួមបន្ទប់របស់គាត់ទៀតមកស្នាក់នៅចាអស់ពីខែហើយព្រោះដោយសារគាត់ត្រូវរកអ្នកជួយបងផ្ទះជួលហ្នឹងចាក៏ប៉ុន្តែមិត្តភក្តិរបស់គាត់គឺមិនដូចគាត់ទេចាគឺគាត់តែងតែធ្វើឲ្យផ្ទះហ្នឹងរញ៉េរញ៉ៃមានសណ្ដាប់ធ្នាប់ហើយគាត់ជួយចិត្តគាត់អង្គុយលើសាឡុងហើយលេងហ្គេមអត់ខ្វល់ file អីទាំងអស់ចាតាក់ទងជាមួយនឹងបន្ទប់របស់គាត់ដែលរស់នៅហ្នឹងគឺតែងតែកខ្វក់តែងតែរញ៉េរញ៉ៃហើយអ្នកដែលសម្អាតគឺជាដានីយ៉ែលគាត់តែងតែសម្អាតរៀបចំឡើងវិញហ្នឹងអញ្ចឹងគាត់សួរថាតើគាត់គួរតែធ្វើបែបណាទៀតចាអញ្ចឹងគាត់គួរតែសម្អាតផ្ទះហ្នឹងតែឯងឬក៏យ៉ាងណាឬក៏គាត់មានបញ្ហាឬក៏គាត់ត្រូវរកដំណោះស្រាយបែបណាអញ្ចឹងគាត់ប្រាប់ថានេះគឺជាបញ្ហាធំរបស់គាត់អញ្ចឹងយើងអាចមានមតិយោបល់ខ្លះសម្រាប់ដល់ទៅដានីយ៉ែលដើម្បីឲ្យគាត់ដោះស្រាយជាមួយនឹងមិត្តរួមបន្ទប់របស់គាត់ចាអញ្ចឹងតើតើជាមួយនឹងអត្ថបទរបស់យើងទាំង4ហ្នឹងគឺសុទ្ធសឹងតែជារៀបរាប់ពីបញ្ហាដែលពួកគាត់មានអញ្ចឹងយើងគួរតែផ្ដល់នៅរបបមានបែបណាទៅកាន់អត្ថបទទាំង4ហ្នឹងចា
ចឹងនេះគឺជាលំនាំមួយដែលយើងសិក្សាទៅលើតាមដល់នៅដំបូងមានឬក៏ដល់នៅយោបល់ចាអញ្ចឹងទាំងអស់គ្នាបើសិនជាយើងមានមិត្តភក្តិជិតស្និទ្ធឬក៏យើងមានឬក៏គ្រួសាររបស់យើងតែងតែមានបញ្ហាណាមួយគាត់និយាយប្រាប់យើងហើយយើងតែយើងអាចមានមតិយោបល់សម្រាប់ដល់គាត់បែបណាដើម្បីដោះស្រាយបញ្ហារបស់គាត់ជាក់ស្ដែងនៅក្នុងជាមួយនឹងពេលខ្លះការនៅរបស់យើងតែមានបញ្ហាឬក៏មានអីផ្សេងៗដែលពិបាកអញ្ចឹងយើងពេលខ្លះយើងអាចនិយាយជាមួយមនុស្សពេលខ្លះទៀតក៏យើងអាចថ្វាយទៅព្រះអង្គឲ្យព្រះអង្គជាអ្នកផ្ដល់ប្រាជ្ញាយើងនៅក្នុងការរកដំណោះស្រាយដែរចាអញ្ចឹងនៅគូមានមេរៀនតែប៉ុណ្្នឹងទេសម្រាប់មេរៀននេះចាអរគុណច្រើនសម្រាប់ការចូលរួមរបស់អ្នកអរគុណច្រើនបងប្អូន